បាទជំរាបសួរបងប្អូនអរគ្នាបាទពេលនេះខ្ញុំគូរូបត្រីបាទរូបត្រីមួយហើយបងប្អូនជឿអត់ថារូបត្រីហ្នឹងខ្ញុំគូហើយខ្ញុំអាចធ្វើឲ្យវាចេញមកជាត្រីរស់ត្រីពិតធម្មតាបានបាទឥឡូវខ្ញុំចាប់ផ្ដើមគូក្រោមនេះសិនបាទនេះគឺជាត្រីដែងកាត់ត្រីឆ្ពិនបាទត្រីហ្នឹងពេលខ្ញុំគូហើយខ្ញុំនឹងធ្វើឲ្យវាចេញមកខ្លាចជាត្រីពិតត្រីធម្មតាឥឡូវបងប្អូនអ្នកមើលនឹងជឿអត់បាទសម្រាប់ខ្ញុំគឺខ្ញុំអត់ជឿបាទពីមុនខ្ញុំធ្លាប់គូរូបស្អីស្អាតអីហ្នឹងដោយរូបប៉ុនខ្ញុំខ្ញុំគូនឹងក៏ដែរខ្ញុំគូហើយខ្ញុំសូត្រប្រឡ័យ7 យប់ 7 ថ្ងៃសូត្រឲ្យវាកើតជាមនុស្សពិតឥឡូវគាត់កើតជាមនុស្សពិតបែបប៉ុនខ្ញុំហ្នឹងខ្ញុំគូខ្ញុំគូស្អាតខ្លាំងឃើញមុខប៉ុនខ្ញុំដូចគំនូមុខដូចគំនូចឹងហ្នឹងដោយសារនេះផងដោយសារជំនាញមកតាំងសមុទ្រគាត់ថាចិត្តកោអីមិនបាច់គូអីនៅក្នុងលោកដីស្រីល្អមានទេខ្ញុំគូប៉ុណ្ណឹងក៏មិនខ្ញុំគូស្អាតយ៉ាងហ្នឹងទៀតប៉ុន្តែខ្ញុំខ្លាចជំនាញខ្លាចយកតាំងសមុទ្រគាត់អត់ចិត្តអញ្ចឹងខ្ញុំមិនហ៊ានគូឲ្យស្អាតខ្លាំងបាទខ្ញុំក៏សូមប្រាប់ពីប្រម៉ូសិនហាងសាក់របស់ខ្ញុំគឺហាងសាក់ខ្មែរកសាខាទី1នៅតមុខក្លឹប EDM និងទី2នៅ Star Gold បានចាប់ដើមបើកថ្ងៃទី5នេះហើយប្រម៉ូសិនសម្រាប់ហាងសាក់របស់ខ្ញុំបាទសម្រាប់បងប្អូនដែលមកសាក់នៅហាងយើងខ្ញុំបាននឹងទទួលបានកាត VIP មួយសន្លឹកបាទកាតនេះគឺបងប្អូនអាចយកទៅចូលមើលគេញ៉ាំអីនៅក្នុងភោជនីយដ្ឋានបាទទំនើបបាទទាន់សម័យជាងគេបំផុតនៅក្នុងប៉ោយប៉ែតបាទហាងមួយណាក៏បានតែសាច់ចិត្តបងប្អូនចង់ទៅអង្គុយមើលគេញ៉ាំអីនៅហាងណាក៏បានដែរឲ្យបងប្អូនមានកាតនេះដែលបានពីហាងសាក់របស់យើងខ្ញុំបាទសម្រាប់កាតនេះគឺមានកំណត់បងប្អូនគឺមិនមានច្រើនទេបាទមានតែប្រហែលជា10សន្លឹកទេសម្រាប់បងប្អូនដែលចង់បានកាត VIP ពិសេសនេះបងប្អូនអាចមកទទួលសេវាកម្មសាក់រូបពីហាងយើងខ្ញុំបានទទួលបានកាតពិសេសនេះគឺបងប្អូនអាចទៅអង្គុយមើលគេញ៉ាំអីនៅក្នុងហាងបានដល់សេរីបាទហើយម្យ៉ាងទៀតហាងសាក់របស់ខ្ញុំនឹងមានកម្មវិធីពិសេសដែលប្រពឡើងនៅខែកក្កដាខែ6នេះហើយគឺថាសម្រាប់អតិថិជនទាំងអស់ដែលបានមកទទួលសេវាកម្មពីហាងសាក់របស់ខ្ញុំបាននឹងមានការចាប់រង្វាន់បាទរង្វាន់ធំមានរហូតដល់5រង្វាន់បើសិនជាបងប្អូនបានចុះឈ្មោះក្នុងការលេងហ្គេមចាប់រង្វាន់នេះបាទសម្រាប់រង្វាន់ធំគឺផលិតផលដែលផលិតឡើងដោយកូនខ្មែរសុទ្ធសាធបាទនោះគឺទឹកពិសាបរិសុទ្ធកម្ពុជាសម្រាប់រង្វាន់ទី1បាទគឺទឹកពិសាបរិសុទ្ធចំនួនម្នាក់2ដងលេខ2គឺម្នាក់1ដងបាទហើយតាមរយៈគំនូរនេះដែរបាទសូមផ្ញើជូនទៅដល់អ្នកទាំងអស់គ្នាដែលបានមើលឃើញវីដេអូនេះបាទសម្រាប់អ្នកដែលមិនបានមើលឃើញវីដេអូនេះទេបាទគឺអត់ផ្ញើជូនទៅឲ្យទេហើយបងប្អូនអាច share វីដេអូនេះទៅដល់មនុស្សជាទីស្រឡាញ់ដូចជាឪពុកម្ដាយបាទញាតិមិត្តសាច់សាលហិតញាតិការទាំងប្រសិនអានេះបានបាទព្រោះវីដេអូនេះគឺវាមានប្រយោជន៍អីសោះសម្រាប់អ្នកដែលមិនចង់ចេះគំនូរបាទហើយសម្រាប់រូបគំនូរនេះដែរមុនដំបូងចង់គូររូបត្រីអណ្ដែងទេប៉ុន្តែមានភ្ញៀវម្នាក់គាត់ស្រឡាញ់ចង់បានសាក់រូបត្រីដែរគាត់ថាឲ្យខ្ញុំនេះគូររូបត្រីអណ្ដែងប៉ុន្តែគាត់សុំត្រីអណ្ដែងបែបមានសកាបាទឥឡូវខ្ញុំគូចុះគូឡើងមកក៏ចេញជាត្រីឆ្ពិនវិញបាទឥឡូវលក្ខណៈថាត្រីឆ្ពិនកាន់ដែងបាទហើយសម្រាប់រូបគំនូរនេះដែរបាទខ្ញុំគូបើកភ្នែកធម្មតាទេព្រោះថារូបគំនូរមុនខ្ញុំធ្លាប់គូបិទភ្នែកបាទខ្ញុំអត់គូបើកភ្នែកទេខ្ញុំគូបិទភ្នែកមុនបាទឃើញថាវាខូចទាំងអស់រូបដែលខ្ញុំគូបិទភ្នែកហ្នឹងឥឡូវខ្ញុំគូបើកភ្នែកវិញបាទវាអត់ខូចទេវាស្អាតបាទសម្រាប់ត្រីអណ្ដែងដល់សកាយើងបាទចិត្តរួចរាល់ហើយឥឡូវចាប់ផ្ដើមដាក់សកាត្រីអណ្ដែងហើយដាក់សកាវាបដិញរឿយបាទចិត្តហើយបាទសម្រាប់បងប្អូនដែលស្រឡាញ់ស្នាមសាក់រូបត្រីទុកត្រីអណ្ដែងត្រីក្រាញ់ត្រីកញ្ចុះត្រីកាភ្លេងត្រីឆ្ពិនត្រីអីក៏បានបាទអាចកំងខ្ញុំ design មុនបានបាទហើយម្យ៉ាងទៀតសម្រាប់បងប្អូនដែលចង់ហៅខ្ញុំផឹកបាទមិនបាច់ហៅខ្ញុំទៀតទេព្រោះថាឥឡូវនេះខ្ញុំអស់លុយផឹកហើយបាទឥឡូវកំពុងតែដាច់លុយ